ពេលដែលអតិជនគាត់ហូបបើមានបដកម្មអីខ្ញុំទទួលខុសត្រូវក្នុងអំឡុងដែលគាត់ហូបអសត់បុរាណខ្ញុំបាទអ្នកគ្រូកន្លងមកអ្នកគ្រូបានព្យាបាលអ្នកជំងឺស្លាប់មួយជំនាញខ្លួនហ្នឹងជាបានច្រើនដែរណាគ្រូចំនួនមិនមានកំណត់ព្រោះខ្ញុំមិនដែលបានរាប់បានគិតបានអីផងប៉ុន្តែការរយៈពេលដែលខ្ញុំព្យាបាលមានបទពិសោធន៍45ឆ្នាំបាទហើយភាគច្រើនអ្នកជំងឺស្លាប់មួយជំនាញខ្លួនដែលគាត់ពិការមិនអាចដើររួចមិនអាចលើកដៃរួចហើយនឹងខ្លះវិញមាត់ដែលនិយាយមិនចេញហ្នឹងអ្នកគ្រូព្យាបាលរយៈពេលប្រហែលដែលគេអាចដើររួចអាចនិយាយបានបើសិនជាគាត់មិនខ្សោយខួរក្នុងឆ្អឹងទេ30នាទីទៅ60នាទីយ៉ាងយូរអញ្ចឹងគាត់អាចដើរបានតែប្រើឱសថផងរួមចំបើសិនជាដាច់ប្រព័ន្ធសម្លេងទាំងអស់រហូតដល់ខ្លឹម60នាទីតែគេដល់ថាខ្ញុំបម្រើគេទៅបានល្អគេស្រួលអញ្ចឹងគេហៅខ្ញុំអ្នកគ្រូតែប៉ុណ្្នឹងខ្ញុំជាអ្នកបម្រើគេទេបាទលោកយាយដែលគាត់កើតជំងឺមហារីកដំណាក់កាលចុងក្រោយគាត់បានមកព្យាបាលឥឡូវគាត់បានជាសះស្បើយហើយបាទ